នៅពេលដែលយើងហ៊ានអនុបណ្ឌិតយើងមិនថាបានសញ្ញាបត្រអនុបណ្ឌិតមួយដោយជាក់ស្ដែងដូចខ្ញុំបានហ៊ានពីសាលាឈៀងហួរទៀតវាបាន background សាលាមួយតង់ទៀតនៅក្នុងប្រទេសចិនក្រុមហ៊ុនធំភាគច្រើនគាត់ទាមទារចង់ឲ្យគាត់ចង់បាននិស្សិតដែលគាត់ graduate ចេញពីសាលាល្បីៗមិនព្រោះដោយសារសមត្ថភាពដែលចេញពីសាលាល្បីៗនៅប្រទេសចិនគឺគេទទួលស្គាល់គ្រប់គ្នាបរិញ្ញាបត្របើសិនជាយើងនិយាយថាសម្រាប់ graduate គឺអត់សូវខុសគ្នាប្រហែលនេះគឺនិស្សិតទាំងអស់គាត់ត្រូវសេសាណាប៉ុន្តែអ្វីដែលខ្ញុំគិតថាវារៀងខុសគ្នាគឺរបៀបនៃការសិក្សាជាក់ស្ដែងទៅនៅក្នុងបរិញ្ញាបត្រគាត់និស្សិតទាំងអស់គាត់គ្រាន់តែរៀនទៅតាមអ្វីដែលសាលាគាត់ដាក់ឲ្យជាការវិភាគមុខវិជ្ជានីមួយៗគាត់សាលាបានរៀបចំឲ្យស្រាប់ប៉ុន្តែនៅថ្នាក់អនុបណ្ឌិតគឺគាត់សង្កត់ធ្ងន់ឲ្យនិស្សិតគាត់ទៅអនុវត្តផ្ទាល់ខ្លួនឯងហើយនឹងកិច្ចការស្រាវជ្រាវផ្សេងហើយកាលពីខ្ញុំរៀនឆ្នាំមួយហ្នឹងគឺខ្ញុំបានចូលរួមប្រជែកជាមួយនឹងសិស្សច្បងហើយពេលហ្នឹងគឺពាក់ព័ន្ធជាមួយនឹងវប្បធម៌របស់ជនជាតិដើមភាគតិចនៅប្រទេសចិនហើយពួកខ្ញុំបានរៀបចំឯកសារនិងព័ត៌មានមួយចំនួនហើយនឹងដាក់ស្នើសុំទៅកាន់គ្រូហើយឲ្យគាត់ជួយពិនិត្យហើយ approve ទៅលើ project មួយហ្នឹងហើយបានយើងចូលទៅអនុវត្តផ្ទាល់ហើយនៅពេលដែលអនុវត្តផ្ទាល់ហើយមួយទៀត project ហ្នឹងគឺខ្ញុំទៅថតវីដេអូឯកសារចងក្រងពីជនជាតិដើមភាគតិចហ្នឹងអញ្ចឹងនៅពេលដែលយើងអនុវត្តផ្ទាល់ហើយគាត់ពិនិត្យមើលម្ដងទៀតថាការថតរបស់យើងហ្នឹងវាត្រូវមានកន្លែងណា approve បន្ថែមទៀតអត់ត្រូវបកកែតឡើឬក៏អីផ្សេងជាដើមអញ្ចឹងខ្ញុំគិតថាសម្រាប់ថ្នាក់អនុបណ្ឌិតលោកគ្រូអ្នកគ្រូគាត់ផ្ដោតទៅលើការផ្ដល់យោបល់ឲ្យសិស្សគាត់មើលថាយើងធ្វើការងារទាំងអស់ហ្នឹងបានត្រឹមប៉ុណ្ណាហើយអញ្ចឹងគាត់គ្រាន់តែផ្ដល់យោបល់បន្ថែមឲ្យយើងទេហើយជាក់ស្ដែងនិស្សិតគឺគាត់ត្រូវតែអនុវត្តផ្ទាល់ខ្លួនឯងច្រើននិយាយពីផលប្រយោជន៍យើងគិតថារៀនថ្នាក់អនុបណ្ឌិតយើងមិនត្រឹមបាន background ថាថ្នាក់អនុបណ្ឌិតបានសញ្ញាបត្រមួយទេហើយជាក់ស្ដែងដូចខ្ញុំរៀនពីឈៀងហួរទៀតអញ្ចឹងវាបាន background ឈៀងហួរមួយតង់ទៀតនៅក្នុងប្រទេសចិនក្រុមហ៊ុនធំគាត់តែងតែចង់បាននិស្សិតដែល graduate ពីសាលាល្បីដូចជាឈៀងហួរឬក៏ Peking ឬក៏សាលាផ្សេងដែលមានលំដាប់បន្ទុកខ្ពស់នៅក្នុងប្រទេសចិនអញ្ចឹងនៅពេលដែលយើងរៀនអនុបណ្ឌិតខ្ញុំគិតថាវាបានផ្ដល់ផលប្រយោជន៍ឲ្យយើងស្គាល់ខ្លួនឯងកាន់តែច្បាស់ហើយមួយទៀតនៅពេលដែលយើងរកការងារធ្វើក៏ជាផលប្រយោជន៍សម្រាប់យើងរកការងារធ្វើក្នុងថ្ងៃអនាគតដែរ